ច្បាស់ណាស់យើងបើអត់មានជាតិទេពុទ្ធសាសនាក៏អត់មានដែរចឹងជាតិនេះទឹកដីនេះសំខាន់ណាស់ចឹងហើយគឺសូមឲ្យថែទាំទឹកដីនេះឲ្យខាន់តែបានដើម្បីជាតិយើងរស់ហើយដើម្បីឲ្យសាសនារបស់យើងរស់ប្រជាជនយើងរស់បើយើងអត់រក្សាជាតិទេសាសនាអ្វីៗទាំងអស់គឺដាច់ខាតអត់មានទេចឹងសូមឲ្យព្រះសង្ឃគ្រប់ព្រះអង្គហើយនឹងប្រជារាស្ត្រទាំងពុទ្ធចក្រអាណាចក្រនិយាយជារួមនៅក្នុងប្រទេសកម្ពុជារបស់យើងគឺមានស្មារតីខ្ពស់ក្នុងការរក្សាការពារទឹកដីរក្សាការពារប្រជាជនរបស់យើងហើយលើកទឹកចិត្តធ្វើយ៉ាងម៉េចឲ្យពួកគាត់មានជាតិនិយមដោយក្នុងកលៈទេសៈដ៏លំបាកនេះគឺឃើញថាសន្ទុះនៃបងប្អូនរបស់យើងគឺមានទឹកចិត្តវិញធ្លុងក្នុងកិច្ចការការពារទឹកដីទាំងអស់គ្នាអាត្មាភាពក្នុងនាមប្រសង់មួយអង្គក៏មានចិត្តរំភើបហើយជាមួយនឹងការរំភើបហ្នឹងក៏មានការរន្ធត់តក់ស្លុតចំពោះការវិនាសកម្មផ្សេងៗក្នុងពេលដែលប្រទេសជាតិមានសង្គ្រាមយើងដឹងថាគ្មានអីចំណេញទេគឺមានការខាតបង់ទាំងអស់គ្នាអញ្ចឹងទេសូមរក្សាទឹកដីការពារទាំងអស់គ្នាផង